ស្ដីទាំងអស់គ្នាខ្ញុំសូមថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលជាភាពបន្តសម្រាប់អ្នកចង់បាក់កាហ្វេខ្ញុំអាចដូនេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះស្រាប់ជាសះស្បើយណាមិនអីទេអរគុណមីយ៉ាមិនអីទេអរគុណសម្រាប់ទឹកណាបងស្រីខ្ញុំមិនអីទេអ្នកអាចផឹកវាបានមីយ៉ាគូណេវាជាទឹកផឹកខ្លះទៅរាងកាយរបស់អ្នកនឹងមិនអាចត្រូលបានឡើយបើអ្នកមិនផឹកដូច្នេះសូមប្រកាសថាអ្នកបានផឹកទឹកឲ្យបានគ្រប់គ្រាន់ខូណេចំណុចតាមមិនអីទេមីយ៉ានរណាម្នាក់ដែលមានសមត្ថភាពដូចអ្នកគួរតែអាចរត់គេចខ្លួនបើខ្លួនឯងបានមែនទេហើយបានជាអ្នកត្រូវបានចាប់ខ្លួនជាមួយខ្ញុំក្នុងនាមជាអ្នកជំនាញខាងវេទមន្តខ្ញុំមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងសត្វចម្លែកខូណេប៉ុន្តែនៅពេលដែលយើងត្រូវបានវាប្រហារដល់សត្វដេឆានទាំងនោះខ្ញុំភ័យខ្លាចខ្លាំងណាស់រហូតដល់ចិត្តរបស់ខ្ញុំប្រទេសស្អាតហើយរាងកាយខ្ញុំក៏រឹងទោះបីជាពួកគេហៅខ្ញុំថាជាអ្នកលេងវេទមន្តថ្នាក់ទី4នៃសាលាវេទមន្ត Principality of Nine ក៏ដោយខ្ញុំគ្រាន់តែអូមីយ៉ាងចុះអ្នកគួរតែទុកមនុស្សដូចខ្ញុំចោលហើយនឹងទេពតាមធ្លាក់បោះស្វាយខូណេមិនល្អបំផុតនឹងមិនអាចចាក់ចែងពីគ្នាបានឡើយតែយើងមិនមែនជាមិត្តភក្តិល្អបំផុតទេឬពេលដែលពួកសត្វដេឆានទាំងនោះជាយាមសម្រាប់ខ្ញុំមីយ៉ាខ្ញុំភ័យខ្លាចខ្លាំងណាស់រហូតដល់មិនអាចធ្វើអ្វីបានសុំតដោយសារតែខ្ញុំទៅធ្វើឲ្យមីយ៉ាលោកក្នុងរឿងនេះដែរវាជារឿងធម្មតាទេដែលអ្នកខ្លាចស្លាប់ហើយនៅតែមានឱកាសសម្រាប់ពួកយើងដើម្បីរកគេចខ្លួនមួយវិញទៀតលទ្ធភាពដែលខ្ញុំរកគេចខ្លួនតែម្នាក់ឯងគឺតិចតួចណាស់ដរាបណាយើងនៅរស់រានមានជីវិតនិងមានឱកាសរកគេចខ្លួនកុំបោះបង់អីកូនឯងយើងនៅរស់រានមានជីវិតឥឡូវនេះខ្ញុំធំក្លិនអ្វីចម្លែក The Best Skin នឹងចេញដំណើរក្នុងពេលឆាប់នេះអ្នកនិយាយត្រូវយើងបញ្ចប់វាជាមួយគ្នាតែយោមនុស្សទាំងនេះមិនត្រឹមតែគ្មានប្រយោជន៍ទេថែមទាំងមានក្លិនដូចលាមកទៀតផងក្រោកឡើងមួយនេះនិងមួយនោះអ្នកដែលជ្រៅជាងនេះមានបទពិសោធន៍ជាអ្នកផ្សងព្រេងដោយផ្អែកលើបញ្ជីឈ្មោះចំណាត់ខ្មាំងនៅក្នុងឃ្លាំងនេះពិតជាគ្មាននរណាម្នាក់នៅទីនេះដែលអាចប្រយុទ្ធបានទេបន្ទាប់មកទុកមួយជាចំណាត់ខ្មាំងនៅទីនេះហើយយកមួយទៀតទៅគួរតែមានមនុស្សលេងវេទមន្ត2នាក់នៅទីនេះខ្ញុំជាអ្នកលេងវេទមន្តនោះមីយ៉ាខ្ញុំកំពុងចេញទៅខាងក្រៅនៅទីនេះហើយឥឡូវនេះយើងចប់ហើយជាមួយពួកអ្នកលេងវេទមន្តជ្រើសរើសវាឲ្យបានត្រឹមត្រូវចូលយើងយកកូន3នាក់ទៀតទៅជាមួយយើង2នាក់ឬ3នាក់អ្នកមិនចង់ឲ្យចលនាខ្មាំងទាំងនេះស្លាប់ទេមែនទេហើយកុំព្យាយាមធ្វើអ្វីដែលគួរឲ្យអស់សំណាច់អីល្អណាស់ខ្ញុំត្រូវជ្រើសរើសមួយតូចល្មមដាក់ក្នុងធុងដើម្បីឲ្យយើងអាចប្រើវាជាចលនាខ្មាំងបានបើចាំបាច់តែអ្នកទាំងពីរនេះមិនណៃទេឬទេអ្នកអាចធ្វើអ្វីក៏បានជំនួសខ្ញុំសូមຕົកកូនស្រីខ្ញុំចោលអនុញ្ញាតឲ្យពួកយើងទៅបាត់មាត់ទៅខ្ញុំត្រូវការក្មេងរពឹសទាំងនេះមិនមែនអ្នកទេយើងមិនយកក្មេងទាំងនេះទៅសម្រាប់ពួកគេឬអ្វីផ្សេងទៀតទេយើងគ្រាន់តែត្រូវការឲ្យពួកគេធ្វើអ្វីមួយសម្រាប់យើងប៉ុណ្ណោះតើខ្ញុំគួរសម្រាប់ពួកគេលើនេះដែរឬទេប៉ុន្តែវាមិនមែនដូចជាយើងត្រូវការក្មេងទាំងនេះទេឬហើយយកក្មេងម្នាក់ទៀតជំនួសវិញមនុស្សដូចអ្នកហ៊ានធ្វើឲ្យខ្ញុំឆ្លងកាត់បញ្ហាទាំងនោះទេខ្ញុំនឹងសម្រាប់ពួកឯងបើឯងនៅតែបង្ករឿងបើឯងរំខានយើងហើយលើនេះអ្នកអាចចេញពីឃ្លាំងនេះបានវាមិនមានន័យថាអ្នកអាចធ្វើចោលអាណត្តិដោយសេរីនោះទេយើងនឹងសម្លាប់មនុស្សគ្រប់គ្នានៅខាងក្នុងបើអ្នកមិនចង់ឲ្យរឿងនោះកើតឡើងទេអ្នកត្រូវតែធ្វើតាមបញ្ជារបស់យើងឥឡូវនេះសូមរើជើងរបស់អ្នកបើអ្នកយល់ផ្លាស់ទីវាទៅដោយសារតែរបៀបដែលវាត្រូវបានសរសេរដោយប្រអើតក្រតូមខ្ញុំនឹងសង្ខេបខ្លឹមសារតែប៉ុណ្ណោះខ្ញុំទើបតែទទួលបានក្តីប្រកាសសង្គ្រាមជាលាយលក្ខណ៍អក្សរពីសត្វដេឆានតែមិនស្គាល់ឋានៈរបស់វាឡៃសូមមកតាមការវិភាគនិងទីតាំងដែលបានចែងនៅទីនេះពួកគេជាសត្វដេឆានដែលមានបូតនភាពនិងកំទេចអ្នកនៅខាងក្នុងសង្គ្រាមមួយជួនពំមេធ្មប់ដែលមិនស្គាល់ទីកន្លែងរបស់ខ្ញុំបើអ្នកហ៊ាននាំកងទ័ពរបស់អ្នកមកយើងនឹងសម្លាប់មនុស្សគ្រប់រូបនៅក្នុងសម្ព័ន្ធភាពសាដេឆានបានអ្នកស្រីមេធ្មប់ជាទីស្រឡាញ់នោះហើយជាអ្វីដែលវាបាននិយាយខ្ញុំប្រកាសថាអ្នកនឹងមិនធ្វើអ្វីដែលអាចឲ្យពួកគេសម្លាប់នោះទេ
យកព្រមទេក្នុងនាមជាអ្នកដែលបានប្រកាសពីឯករាជ្យភាពឯកោរបស់មនុស្សដែលគ្មានប្រយោជន៍តើអ្នករាល់គ្នាត្រៀមខ្លួនយ៉ាងណាដែរថ្ងៃនិងទីតាំងនៃសង្គ្រាមត្រូវបានសម្រេចហើយក្រៅពីខ្លឹមសាររបស់វាទីតាំងរបស់ចំណាក់ខ្មាំងត្រូវបានបញ្ចប់និងកំណត់អត្តសញ្ញាណរបស់មនុស្សល្ងងខ្លៅដែលបានចាប់ផ្ដើមឧបទ្ទវហេតុនេះការផលិតសៀវភៅណែនាំការរៀបចំអ្នកបម្រើទេពអប្សរការរៀបចំសម្រាប់ការជួយសង្គ្រោះចំណាក់ខ្មាំងនិងទេសកលការរៀបចំអាវុធនិងការប្រយុទ្ធនិងការប្រុងប្រយ័ត្នសម្រាប់សារភាពអាសន្នក៏ដូចជាយុទ្ធសាស្ត្រដើម្បីឈ្នះប្រឆាំងនឹង Baskin ត្រូវបានធ្វើរួចជាស្រេចអ្វីគ្រប់យ៉ាងត្រូវបានបំពេញយ៉ាងល្អឥតខ្ចោះមនុស្សគ្រប់គ្នាពិតជាអស្ចារ្យណាស់មិនមែនគ្រាន់តែអ្នកទាំង3ទេខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នានៅក្នុងអាប៊ីដោយអាចរំពឹងទុកពីមីអាយុគីនិងអេមីលីអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើគឺជាផ្នែកមួយនៃកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាអ្នកបម្រើរបស់ឡៃមិនចាំបាច់ជះខ្ជាយពាក្យសរសើររបស់អ្នកមកលើខ្ញុំទេដើម្បីជាប្រយោជន៍ដល់ឡៃខ្ញុំពិតជាដឹងគុណណាដែលបានឮសំឡេងរបស់គ្នាអេមីលីទាំងនឹងផឹកឡាវ៉ាទាំងអស់នៅក្នុងពិភពលោកនេះសម្រាប់អ្នកទៀតផងតើអ្នកមានសមត្ថភាពធ្វើកិច្ចការនេះទេតើខ្ញុំអាចទុកវាឲ្យអ្នកបានទេហើយខ្ញុំក៏ចង់ឲ្យអ្នកកំណត់តសញ្ញាសាដេឆានដែលចូលរួមដល់ Sister ក្នុងផែនការរបស់ពួកគេផងដែរខ្ញុំនឹងទុកវាឲ្យមេរ៉ាដើម្បីកំទេចគម្រោងការរបស់ពួកគេហាំទឹកមកមានមេកសម្ព័ន្ធចចកសាដេឆានដែលបានជាប់ពាក់ព័ន្ធនឹងគម្រោងដ៏គួរឲ្យខ្លាចមួយចំនួនគ្មានបញ្ហាអ្វីទាំងអស់សូមទុកវាចោលទៅខ្ញុំនឹងធ្វើឲ្យប្រកាសថាខ្ញុំនឹងទទួលបានជោគជ័យជាមួយនឹងឈ្មោះរបស់ខ្ញុំនៅលើបន្ទាត់នេះក្នុងនាមជាមេរ៉ាផែនការនេះពិតជាស័ក្តិសមនឹងខ្ញុំណាស់ខ្ញុំពឹងផ្អែកលើអ្នកហើយមេរ៉ាឥឡូវនេះបន្ទាប់ពីយើងជួយសង្គ្រោះចាក់ខ្មាំងដែលចាប់បានយើងនឹងផ្ដល់ជំរឿ2ដល់សាដេឆានដែលចូលរួមក្នុងសង្គ្រាមនិងទេសកលដើម្បីសម្លាប់មនុស្សងងខ្លៅដែលបានជិះជាន់និងសម្លាប់មនុស្សដោយរីករាយហើយនាំពួកគេឲ្យទទួលខុសត្រូវចំពោះព្រឹត្តិការណ៍របស់ពួកគេហើយសម្រាប់មនុស្សល្ងងដែលគិតថាពួកគេអាចសម្លាប់យើងបានឬធ្វើជាមនុស្សល្ងងហើយព្យាយាមប្រើប្រាស់មនុស្សជាខែលរបស់ពួកគេ